នៅក្នុងសតវត្សទី21ដែលពោពេញដោយការប្រកួតប្រជែងជំនាញរឹងឬជំនាញបច្ចេកទេសត្រូវបានចាត់ទុកជាអាទិភាពនៅក្នុងការបំពេញការងារប្រចាំថ្ងៃប៉ុន្តែទន្ទឹមនឹងការដែលមានជំនាញរឹងហើយជំនាញទន់ចាំបាច់ត្រូវតែមានមកជាមួយគ្នាដើម្បីជួយជំរុញឲ្យការងារកាន់តែមានប្រសិទ្ធភាពតើជំនាញទន់ជួយឲ្យការងារមានប្រសិទ្ធភាពដោយរបៀបណាហើយតើហេតុអ្វីជំនាញទន់ពិតជាដើរតួយ៉ាងសំខាន់នៅក្នុងតម្រូវការកម្លាំងពលកម្មកម្ពុជាសូមគោរពជំរាបសួរទស្សនិកជនសូមស្វាគមន៍មកកាន់កម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់ចាស់កម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់នេះត្រូវបានផលិតឡើងនៅក្នុងគោលបំណងអប់រំពិភាក្សានិងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងកម្លាំងពលកម្មនាពេលបច្ចុប្បន្ននិងពេលអនាគតទៅកាន់ប្រជាជនកម្ពុជាចាស់ទស្សនិកជនជាទីមេត្រីអ្វីត្បិតតែជំនាញបច្ចេកទេសវិជ្ជាជីវៈឬក៏យើងហៅកាត់ថាជំនាញរឹងគឺជាជំនាញស្នូលដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់តម្រូវការទីផ្សារការងារយ៉ាងណាក៏ដោយប៉ុន្តែជំនាញទន់ក៏ត្រូវតែជាជំនាញសំខាន់មួយទៀតដែលត្រូវតែមានទន្ទឹមគ្នាជាមួយនឹងជំនាញរឹងផងដែរដោយសារតែជំនាញទន់នេះនឹងជំរុញឲ្យមនុស្សម្នាក់គាត់ក្លាយទៅជាបុគ្គលដែលមានភាពរឹងមាំគាត់ពូកែនៅក្នុងការដោះស្រាយបញ្ហាគាត់អាចក្លាយទៅជាអ្នកដឹកនាំនិងធ្វើឲ្យកិច្ចការងាររបស់គាត់នឹងប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាពចា៎ហើយនៅក្នុងកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់នៅក្នុងសប្តាហ៍នេះយើងនឹងមានការជជែកពិភាក្សាទៅលើប្រធានបទជំនាញទន់ពិតជាមានសារៈសំខាន់សម្រាប់កម្លាំងពលកម្មនៅកម្ពុជាហើយប្រធានបទនេះក៏នឹងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរបស់យើងគឺលោកបណ្ឌិតតាន់មុនីវ៉ាន់ដែលលោកគឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកបណ្ឌិតតាន់មុនីវ៉ាន់គឺជាសហគ្រិននិងជាអ្នកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងអភិវឌ្ឍអាជីវកម្មមួយរូបអស់រយៈពេលជាង23ឆ្នាំក្នុងពេលបច្ចុប្បន្ននេះលោកគឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាជាអគ្គនាយករងក្រុមហ៊ុន Mongreti Group និងជាអគ្គនាយកក្រុមហ៊ុន The Grand Group ក្រៅពីនេះលោកក៏ជាប្រធានអនុប្រធាននិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអាជីវកម្មមួយចំនួនទៀតផងដែរលោកបណ្ឌិតតាន់មុនីវ៉ាន់មានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្របរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្មបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មបណ្ឌិតរដ្ឋបាលសាធារណៈនិងបណ្ឌិតទស្សនវិជ្ជាចា៎ជំរាបសួរបងចា៎អញ្ជើញបងចា៎អរគុណច្រើនចា៎អរគុណច្រើនលោកបណ្ឌិតដែលបានចំណាយពេលវេលាចា៎អញ្ជើញចូលរួមនៅក្នុងកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់របស់យើងនៅក្នុងសប្តាហ៍នេះហើយសប្តាហ៍នេះសំខាន់មែនតើយើងទៅចែកគ្នាអំពីជំនាញទន់ចា៎ហើយប្រធានបទរបស់យើងលើកឡើងថាជំនាញទន់ពិតជាមានសារៈសំខាន់មែនតើសម្រាប់កម្លាំងពលកម្មនៅកម្ពុជាតើលោកបណ្ឌិតយល់ថាយ៉ាងណាដែរចា៎បាទអរគុណច្រើនហើយតែពិតប្រធានបទជំនាញទន់សំខាន់ហើយខ្ញុំក៏យល់ឃើញនៅក្នុងនាមជាអ្នកដឹកនាំម្នាក់នៅក្នុងវិស័យឯកជនក្នុងនាមជាអនុប្រធានពាណិជ្ជកម្មកម្ពុជាហើយកាន់ក្រុមហ៊ុនច្រើនទៀតបទពិសោធន៍ទៅលើវិស័យកសិកម្មឧស្សាហកម្មកែច្នៃក៏ច្រើនគ្រប់គ្រងកម្មកររាប់រយរាប់ពាន់នាក់ហ្នឹងបើយើងមើលជំនាញទន់យើងបញ្យល់ពាក្យសិនអីហៅជំនាញទន់ណាមនុស្សធម្មតាវាមិនមែនដូចនៅក្នុង technology គេមាន software និង hardware ហ្នឹងហើយ hardware មានតែមនុស្សវាអត់មានជំនាញរឹងទេមានតែបច្ចេកទេសនិងជំនាញហើយនិងជំនាញទន់ហ្នឹងហើយអញ្ចឹងបើយើងមនុស្សមើលទូទៅមែនតើសឹងតែយើងជួបភ្លាមអ្នកដែលបកកាយមើលគេដឹងថាគាត់មានជំនាញទន់មកបាទមើលយ៉ាងម៉េចធម្មជាតិបាទយើងមើលការរាក់ទាក់របស់គាត់មើលកៅភ្នែករបស់គាត់មើលតំណែងតំណងរបស់គាត់គឺយើងដឹងចាអញ្ចឹងសួរថាមនុស្សជាទូទៅហេតុអីបានគេឲ្យយើងទៅរៀនយើងត្រូវចាំថាទៅរៀនគឺទៅរៀនយកចំណេះដឹងចំណេះវិជ្ជាណាអញ្ចឹងបាននៅក្នុងការសិក្សាច្រើនជាងមានទាំងការវាស់វែងតាមរយៈ ACDF ផងគេមើលខួរក្បាលមនុស្សហ្នឹងគេមើលឃើញថាអ្នកហ្នឹងគឺបកកាយ IQ យ៉ាងម៉េចបកកាយ EQ យ៉ាងម៉េចឲ្យស្គាល់អីគេហៅ IQ ឲ្យស្គាល់គេហៅ EQ ហ្នឹងបើយើងមើលទៅលើ EQ គឺគេហៅថាមនុស្សភាគច្រើនកូនក្មេងកើតមកហ្នឹងគឺ EQ ដើមមុនគេបំផុតមុន IQ ទៀតបែរថាមនុស្សចាប់ផ្ដើមមានដំណាក់តំណងចឹងបានយើងឃើញចាស់ចូលចិននិយាយថាអាកូននេះចេះណាវ៉ៃបាទបានន័យថាគាត់ EQ គាត់ដើរលឿនតែយើងឃើញក្មេងខ្លះគាត់មើលទេអត់ធ្វើមកអត់ធ្វើកទេតែមិនមែនគាត់មិនបកកាយតែ IQ គាត់ខ្លាំងពេលរៀនគឺគាត់រៀនបកកាយមកដែលលឺឃើញចាធ្លាប់លោកបណ្ឌិតកូននេះមិនសូវមកគាត់តែរៀនបកកាយអញ្ចឹងជំនាញហ្នឹងមានមកពីធម្មជាតិតែពីច្រើនមានមកពីធម្មជាតិខ្លាំង IQ ផងមនុស្សនិង EQ ផងមនុស្សមិនដូចគ្នាទេ
ពាក្យពេញវាយើងដឹងថា intelligent គាត់ទីហើយនឹង emotional យើងឃើញណាបែរថាមួយគឺប្រើប្រាស់បញ្ញាខ្លាំងពេលដែលរៀននឹងប្រើប្រាស់ខួរក្បាលគិតគណនាបែប logical បែប statistic ខ្លាំងចា៎ប៉ុន្តែ EQ គឺមនុស្សដែលចេះបត់បែនចេះទំនាក់ទំនងចេះសម្របសម្រួលយើងបានយើងឃើញថ្នាក់ដឹកនាំក្រុមហ៊ុនខ្លះស្ថាប័នខ្លះយើងឃើញគាត់អត់ប្រកែរៀនទេប៉ុន្តែអ្នកដែលរៀនបានខ្ពស់ហ្នឹងគឺយើងធ្លាប់ឮនិយាយថារៀនបានខ្ពស់ធ្វើការឲ្យគេមែនទេហ្នឹងអ្នកមិនសូវរៀនជាការគ្រប់គ្រងក្រុមហ៊ុនហ្នឹងគឺពួកគាត់មាន EQ ខ្លាំងហើយបាទអញ្ចឹងបើយើងមើលឃើញរូបភាពពីរខុសគ្នាទេចា៎លោកមនិតចា៎អញ្ចឹងយើងត្រូវយល់កិច្ចការនេះសិនថាតើមនុស្សណាដែលគេហៅថាអ្នកដែលមាន IQ ខ្លាំងមនុស្សខ្លះដែលមាន EQ ខ្លាំងចាអរគុណច្រើនលោកមនិតអញ្ចឹងនៅពេលដែលមានពីធម្មជាតិខ្លះវាអាចនឹងជួយជំរុញឲ្យបុគ្គលហ្នឹងគាត់រឹតតែអាចពង្រីក EQ របស់គាត់ហ្នឹងបានកាន់តែធំចុះបើសិនបើបុគ្គលហ្នឹងគាត់អត់មានពីធម្មជាតិហ្នឹងទេតើជំនាញ EQ ជំនាញទុនហ្នឹងយើងអាចអភិវឌ្ឍយើងអាចរៀនសូត្របានទេលោកមនិតចាបានយើងដឹងថាមនុស្សដែលប្រកែពីធម្មជាតិនៅមានកម្រិតចា៎បើទោះបីប្រកែយ៉ាងណាក៏ដោយក៏ការវាស់វែងការ management ប្រកបក៏នៅមានកម្រិតមិនដូចជាអ្នកដែលរៀនបន្ថែមប៉ុន្តែក៏មិនប្រកាសថាអ្នកខ្លះគាត់អាចខ្សោយទាំង IQ ខ្សោយទាំង EQ ប្រកាសជាថាការរៀនប្រកបខ្លាំងដែរមិនអាចប្រកាសទេមិនអាចវាស់វែងបានប៉ុន្តែនៅក្នុងកិច្ចការវិស័យអប់រំគេមិនបដិសេធទេគេឲ្យមនុស្សត្រូវទៅរៀនបាទរៀនទោះបីតិចច្រើនយើងព្យាយាមយើងអាចអញ្ចឹងបានមនុស្សអ្នកដែលជំនាញទុនបកែហ្នឹងគឺមនុស្សបកែបត់បានបែរថាគ្រប់ស្ថានភាពគាត់អាចធ្វើបានណាអញ្ចឹងជាបទពិសោធន៍ខ្ញុំច្រើនឆ្នាំ20ឆ្នាំជាងទៅលើការគ្រប់គ្រងបុគ្គលិកបែបសក្តិភាពគោខ្ញុំនិយាយមែនទែនខ្ញុំបរៀន soft skill នឹងខ្លាំងបាទជំនាញទុននឹងខ្លាំងដើម្បីឲ្យគាត់ខ្លាយទៅជា leadership មនុស្សម្នាក់កុំអាងថាយើងចេះជំនាញតែយើងអត់ចេះជំនាញទុនយើងធ្វើការមិនបានប្រសើរដូចអ្នកបកែជំនាញទុនទេចា៎ជាទូទៅយើងឃើញថាកន្លែងធ្វើការខ្លះក៏កើតទំនាស់ដោយសារអ្នកដែលប្រកាន់ជំនាញខ្លាំងដែរធ្លាប់ឮទេចា៎ឲ្យតែជំនាញនិងជំនាញប៉ះគ្នាធ្វើការអត់ចេញធ្លាប់ឮហ៎នេះគឺគាត់អន់ជំនាញទុនហើយបាទអញ្ចឹងម្នាក់ត្រូវដឹងអន់ជំនាញទុនការងារខ្លះបងប្អូនយុវជនត្រូវមើលដឹងថាខ្លួនកំពុងតែធ្វើការនេះកំពុងតែធ្វើនៅក្នុង comfort zone មួយធ្វើនៅក្នុងទូនាទីមួយដែលខ្លួនឯងអត់ដែរនិយាយសោះជាមួយសាធារណៈអត់ដែរនិយាយសោះជាមួយសង្គមអត់ដែរចូលសោះក្នុងសង្គមធ្វើយូរទៅខ្លាចជាមនុស្សម្នាក់សឹងតែអត់ចេះនិយាយមកអត់ប្រកែកនិយាយហើយបែរជាអ្នកដែលកាន់ទីផ្សារអ្នកកាន់ PR ឃើញទេចា៎ជាពិសេសគឺអ្នកកាន់ PR និងទីផ្សារគឺគេប្រកែកនិយាយប៉ុន្តែគាត់មិនមែនជាអ្នកជំនាញពិតប្រាកដនៅក្នុង skill ស្អីមួយតែប៉ុន្តែគាត់ខ្លាយទៅជាមនុស្សកាន់ PR ប្រកែកគឺនឹងគឺជំនាញទុនដែរអញ្ចឹងនៅក្នុង leadership យើងឃើញថាភាពបត់បែបភាពប៉ិនប្រកែកហ្នឹងគឺអ្នកដែលជំនាញទុនប្រកែកនឹងឯងចា៎បាទដែលគាត់អាចមកដឹកនាំជំនាញជាច្រើនទៀតនៅក្នុងសហគមន៍ឬនៅក្នុងស្ថាប័នរបស់ខ្លួនបានបាទចាអរគុណលោកបណ្ឌិតដោយអ្វីដែលលោកបណ្ឌិតលើកឡើងពីខាងដើមដែរលោកបណ្ឌិតមានបទពិសោធន៍ហើយនឹងធ្វើកិច្ចការងារជាមួយនឹងបុគ្គលិកកម្មករនយោជកនឹងច្រើនមែនតើអញ្ចឹងលោកបណ្ឌិតយល់ថាតើជំនាញទុនអ្វីខ្លះទៅដែលមានសារៈសំខាន់ចាំបាច់មែនតើហើយនឹងជាជំនាញអាទិភាពដែលចាំបាច់ត្រូវតាកម្មករនយោជកគាត់ត្រូវតែមានចាតាមពិតកម្មករនយោជកអស់ត្រូវមើលនៅក្នុងការគិតអំពីគោលនយោបាយបរដ្ឋាភិបាលថ្មីទី1អាចថាយើងនិយាយពី skill ចោះរហូតដល់ក្រសួងអប់រំក៏ជំរុញ TVET ខ្លាំងដែរជាពិសេសក្រសួងការងារអញ្ចឹងកម្មករទាំងអស់គឺចង់คลายខ្លួនទៅជាអ្នកបកកែទី1ត្រូវរៀន skill សិនរៀនជំនាញសិនពេលដែលរៀនជំនាញបានក្នុងនាមខ្ញុំជា board នៅ skill development fund SDS ហ្នឹងគឺយើងដឹងនៅក្នុងគោលនយោបាយរបស់ SDF គឺជំរុញការប្រប្រាធនធានមនុស្សនៅក្នុងនោះក៏មានប្រប្រាជំនាញទុនមួយដែរអញ្ចឹងសហគ្រាសទាំងអស់គឺត្រូវអនុញ្ញាតឲ្យកម្មករទៅរៀនយកជំនាញហើយកម្មករខ្លួនឯងដែលចង់ប្រកែចង់មានប្រាក់ខែខ្ពស់ត្រូវទៅរៀនយកជំនាញហ្នឹងមើលនៅក្នុងគោលការណ៍បរដ្ឋាភិបាលម៉ោងនេះក្រសួងការងារជាពិសេសគឺបរិញ្ញាជំនាញហើយបានគេហៅថា skill up ជំនាញបន្ថែមទៀតចា skill up ហើយគេមានfund ចូលទៅ support គេហៅ reskill បានន័យថាបដូរជំនាញព្រោះនៅស្រុកគេនៅប្រទេសជឿនលឿនក៏គេរៀនជំនាញនឹងមួយហើយពេលចេះគេដឹងថាជំនាញនឹងវាអស់កន្លែងទៅហើយគេឲ្យ reskill បដូរទៅជំនាញថ្មីមួយឧបមាថាយើងរៀនជំនាញអ្នកចាប់ខ្ចៅអញ្ចឹងចារៀនចេះចាប់ស្ទាត់ហើយអ្នកឯងទៅធ្វើអីស្រុកពេលនេះគេឲ្យអ្នកឯងរៀនទៅធ្វើអាគ្រឿងផ្សារម្ដងលេងប្រើកម្លាំងតិចប្រើផ្សារអញ្ចឹងគេហៅ reskill ហ្នឹងណាអញ្ចឹង SDA ក៏ជួយដែរនៅក្នុងនេះ SDA ឲ្យ fund ដល់ទៅ 80% ចុងក្រោយតាមការជជែកគឺសង់តែលើស 80% ផងគឺឲ្យអ្នកធ្វើការ pre employee
បានន័យថាម៉េចគឺអ្នកដែលរៀនហើយតើមានការងារធ្វើទេអញ្ចឹងដើម្បីមានការងារធ្វើគេមានវគ្គបណ្ដុះបណ្ដាលខ្លីៗមួយគឺគេឲ្យ fund ដែរដើម្បីរៀនចប់ជំនាញហើយគឺត្រូវការងារធ្វើហ្នឹងគេហៅ pre employee ហ្នឹងដើម្បីត្រៀមរកការងារធ្វើឲ្យ fund ច្រើនអញ្ចឹងស្ថាប័នគេហៅនយោជកជាមួយនយោជកត្រូវធ្វើការជាមួយគ្នាដើម្បីបណ្ដុះបណ្ដាលហើយធ្វើម៉េចឲ្យបុគ្គលិកកម្មករផងខ្លួនមានជំនាញខ្ពស់ជាងមុនហើយអាចបដូរជំនាញបានហើយអាចរកការងារផ្សេងធ្វើបានទៀតហើយគេឲ្យបង្រៀនខ្លាំងហ្នឹងគឺឥឡូវចុងក្រោយហ្នឹងគឺជំនាញទុននឹងឯងអញ្ចឹងគ្រប់ស្ថាប័នគឺជំនាញទុនគឺត្រូវតែម្នាក់ត្រូវតែរៀនបាទចាលោកបណ្ឌិតនេះខ្ញុំចង់សួរបញ្ជាក់បន្ថែមសម្រាប់គាត់ដែលជាម្ចាស់រោងចក្រសហគ្រាសឬក៏ម្ចាស់ក្រុមហ៊ុនវិញនៅពេលដែលលោកគាត់ចង់បញ្ជូនកម្មករនិយោជិតរបស់គាត់ទៅបណ្ដុះបណ្ដាលជំនាញបន្ថែមតើត្រូវសហការជាមួយនឹង SDF បែបណាហើយមួយទៀតបើសិនបើដោយលោកបណ្ឌិតលើកប្រសាសន៍ពីខាងដើម pre employment ចាអញ្ចឹងតើគាត់នឹងតតែគាត់មានការងារនៅកន្លែងរោងចក្រសហគ្រាសណាមួយហើយបានគាត់អាចទទួលបានវគ្គបណ្ដុះបណ្ដាលឬក៏យ៉ាងណាដែរចាបាទអរគុណសំណួរនេះគឺសំណួរសំខាន់ដែរតាមពិតទៅកន្លងមកខ្ញុំមើលសកម្មភាពសហគ្រិនយើងជាទូទៅណាចាអាចថាខុសពីសហគ្រិននៅស្រុកគេបន្តិចត្រង់ថាសហគ្រិននីមួយៗទី1អត់ទាន់ដឹងថាស្អីជាអាជីវករបើអាជីវករហើយនឹងសហគ្រិនភាពខុសគ្នាអ្នករទទួលទានធម្មតាតាមអីហ្នឹងគេហៅអាជីវករចាគាត់មិនសូវគិតរឿងការប្រដៅបណ្ដាលធនធានមនុស្សទេប៉ុន្តែបើកំណត់បែបសហគ្រិនភាពបង្កើតទៅជាសហគ្រាសគឺ perspective ការគិតរបស់គាត់បែបខ្លាំងទៅលើធនធានមនុស្សនឹងឯងអនាគតក្រុមហ៊ុនគឺប្រដៅធនធានមនុស្សជាវិស័យអតិភិបប៉ុន្តែក៏យើងឃើញថាសហគ្រាសស្រុកខ្មែរក៏មិនទាន់គិតគូរផ្នែកនេះបានច្រើននៅឡើយទេខ្ញុំសំណូមពរថាឲ្យសហគ្រាសទាំងអស់គួរតែគិតបែបសហគ្រិនភាពឲ្យចំទូឲ្យប្រដៅធនធានមនុស្សយើងដឹងថាបើយើងគ្រាន់តែចាំរកមនុស្សដែលមានជំនាញមិនងាយរកទេចាពិតប្រាកដម៉ោងនេះសបោមនុស្សតែមិនសូវសបោមនុស្សគេហៅធនធានមនុស្សទេសបោតែមនុស្សទេអញ្ចឹងទេសហគ្រាសនីមួយៗត្រូវគិតអំពីអតិភិបការប្រដៅការឡើងផែនការហិរញ្ញវត្ថុការគិតអនាគតក្រុមហ៊ុនគឺត្រូវតែគិតគេហៅថវិកាបំរុងដើម្បីប្រដុះបណ្ដាលមនុស្សយើងដឹងថានៅក្នុងឱកាសនេះគឺរដ្ឋាភិបាលគិត 3-4 វិស័យនោះទី1ក្រសួងអប់រំក៏បានចាប់ផ្ដើមដាក់គិតអំពី TVET អាចចាប់ពីថ្នាក់ទី7ទី8ទៅឲ្យរៀនចូល TVET ប្រដៅបណ្ដាលជំនាញខ្ញុំសូមពិនិត្យរឿងនេះមួយចុះប្រដៅបណ្ដាលជំនាញនេះពេលដែលគាត់ប្រឡងទៅដល់បាក់ឌុបគាត់ប្រឡងធ្លាក់ពេលគាត់រៀន TVET ចូលដល់គេហៅកម្រិត1កម្រិត2អាចចូលដល់កម្រិត3បានក៏គាត់អាចក្លាយជាអ្នកដែលមានការងារធ្វើស្រាប់ហើយប្រាក់ខែបានខ្ពស់ជាងបញ្ញាបត្រទៀតបន្ទាប់មកបើគាត់បញ្ចូលទៅដល់បញ្ញាបត្រគឺគាត់មានក្តីរីករាយស្រេចរៀនជំនាញដែលគាត់រៀននឹងបញ្ចូលទៅបញ្ញាបត្រដូចជំនាញដែលគាត់រៀនពី TVET ថ្នាក់ទី8ទី9ទៅនឹងបន្ទាប់មក SDF Gilman Fund គ្រាន់តែជាស្ថាប័នមួយផ្ដល់ហិរញ្ញប្បទានទេផ្ដល់ហិរញ្ញវត្ថុជួយ support អញ្ចឹងប្រាក់ដែលនៅសល់អមមកពាក់ព័ន្ធនឹង skill up reskill pre employee ទាំងអស់ហ្នឹង SDF ពិនិត្យតាមការជាក់ស្ដែងអាចជួយពី 40% 50-60% ទៅដល់ 80% ក្រៅពីនេះគឺក្រុមហ៊ុនជួយចេញខ្លួនឯងប៉ុន្តែការបរិញ្ញានេះមិនសំដៅថា SDF ជាអ្នកបរិញ្ញាទេ SDF គ្រាន់តែជាអ្នកពិនិត្យទៅលើការផ្ដល់ហិរញ្ញវត្ថុដើម្បីជួយ support ក្រុមហ៊ុនអាចប្រដុះបណ្ដាលខ្លួនឯងក្រុមហ៊ុនអាចជួលគេឬមួយក៏ភាគីទី3ណាមួយនឹងអាចប្រដុះបណ្ដាលក៏យក fund ពី SDF បានដែរចាលោកបណ្ឌិតថ្ងៃនេះយើងទៅចែកច្រើនមែនទែនអំពីការអភិវឌ្ឍជំនាញនេះខ្ញុំនៅសល់មួយសំណួរទៀតតកតងទៅនឹងការដែលយើងចង់អភិវឌ្ឍជំនាញនាពេលអនាគតវិញតើគួរតែយើងរៀបចំជាប្រព័ន្ធអេកូឡូស៊ីជំនាញមួយដែលមានភាគីច្រើនចូលរួមហើយភាគីនោះគួរតែជាភាគីណាគេខ្លះហើយយើងគួរតែរៀបចំបែបណាដែរចា៎បាទតាមពិតទៅយើងមើលតាមវិស័យនីមួយៗបើយើងគិតមែនទែនយើងមានគេហៅថាការធ្វើការជាប្រព័ន្ធណាការធ្វើការជាប្រព័ន្ធយើងមានប្រព័ន្ធការធ្វើការប្រព័ន្ធតាម digital និងធ្វើការប្រព័ន្ធបែបមនុស្សបាទបន្ទាប់មកយើងមានប្រព័ន្ធគេហៅ supply chain វាមានពាក្យគេហៅ eco friendly និង ecosystem និង ecology ផ្នែកមួយនោះវាជា component ជាផ្នែកមួយដែលសំយោគដែលអាចយើងប្រើប្រាស់រួមបានអញ្ចឹងនៅក្នុងការគិតចុងក្រោយដូចខ្ញុំបានលើកពីមុននេះបន្តិចអញ្ចឹងខ្ញុំចង់ឲ្យអ្នកវិនិយោគទាំងអស់សហគ្រិនទាំងអស់ចាប់ផ្ដើមអនុវត្តធ្វើការតាមរយៈប្រព័ន្ធ ecosystem និង supply chain យ៉ាងឯងយើងដឹងថាប្រទេសយើងអត់ទាន់ធ្វើបានទទួលគេហៅថាទុន support ទុនតាមរយៈ IB គេ inclusive business ដែលសំយោគពីការប្រើប្រាស់ប្រព័ន្ធពន្យល់គ្នាហើយមិនឲ្យប៉ះពាល់ប្រព័ន្ធគេហៅថាបរិស្ថានធម្មជាតិអញ្ចឹងខ្ញុំគិតថាពេលនេះ
គឺជាពេលមួយដែលសូមឲ្យយុវជនទាំងអស់មើលគោលនយោបាយធំៗរដ្ឋាភិបាលហើយមើលអំពីការប្រកួតប្រជែងបញ្ហាបច្ចេកវិទ្យាជាពិសេសកម្មវិធីថ្ងៃនេះខ្ញុំសឹងតែអំពាវនាវទៀតគេថាប្រធានបទថ្ងៃនេះល្អមែនទែនដែលនិយាយអំពី soft skill មនុស្សម្នាក់ត្រូវតែមាន soft skill ប្អូនណាមិនប្រកែ soft skill ខ្ញុំអាចហ៊ាននិយាយថាប្អូននឹងបាត់បង់ឱកាសហើយហ្នឹងហើយចាអរគុណច្រើនលោកបណ្ឌិតអាចចូលមកដល់សំណួរចុងក្រោយតាក់ទងទៅនឹងមតិយោបល់ក៏ដូចជាសារចុងក្រោយតាក់ទងទៅនឹងប្រធានបទ soft skill នឹងតើលោកបណ្ឌិតមានអ្វីជាការចែករំលែកដែរចាបាទអរគុណច្រើនជាពិសេសគឺអរគុណ MC បាទប្រកែសួរជាការអំពាវនាវចុងក្រោយនេះសូមឲ្យបងប្អូនទាំងអស់កំឡាយខ្លួនខ្លាយទៅជាជនជាតិមួយដែលយើងធ្លាប់ទទួលស្គាល់ហើយថាជនជាតិខ្មែរគឺជាជនជាតិ friendly ញញឹមរាក់ទាក់ហើយមានគុណធម៌សុភាពរាបសារក៏ប៉ុន្តែខ្ញុំសូមអំពាវនាវឲ្យមូលទៅមួយ step ទៀតឲ្យខ្លាយទៅជាជនជាតិមួយប្រកែទំនាក់ទំនងប្រកែចូលរួមប្រកែដោះស្រាយបញ្ហាគុំទុកឱកាសឲ្យជនជាតិបរទេសឲ្យជនជាតិផ្សេងមកយកព្រៀបពីលើយើងអញ្ចឹងជាចុងក្រោយនេះសហគ្រិនទាំងអស់ចូលរួមបញ្ជូនសហការីផុសខ្លួនបុគ្គលិកផុសខ្លួនកម្មករផុសខ្លួនសហការជាមួយ SDF Skillman Fund ហ្នឹងដើម្បីប្រប្រាជំនាញទុនជំនាញផ្សេងជាពិសេសគឺជំនាញទុនឲ្យបានច្រើនមែនទែនទី2យើងទាំងអស់គ្នាត្រៀមយើងដឹងថាតាមការអំពាវនាវផុសសម្ដេចមហាបបរធិបតីគឺប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមួយជំរុញឧស្សាហកម្មកែច្នៃនិងឧស្សាហកម្មយានយន្តខ្លាំងមែនទែនសូមឲ្យបងប្អូនត្រៀមខ្លួនដើម្បីចូលរួមការប្រដាល់ឆ្នាំ2027ត្រៀមខ្លួនដកខ្លួនចេញផុតពីជាប្រទេស LCD គេ graduate ចេញពីប្រទេសដែលអាចថាក្រីក្រខ្លាយជាប្រទេសដែលមានចំណូលមធ្យមហើយយើងនៅក្នុងកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិពីកន្លងមកយើងបានធ្វើការទទួលបានផលប្រយោជន៍ពីខៅGSP យើងទទួលផលប្រយោជន៍ពី EBA ពេលដែលយើងចាក់ចេញពី LCD country ពេលនេះយើងត្រៀមចូលក្រសួងពាណិជ្ជកម្មកំពុងតែគិតគូរអំពីគេហៅ GSP គេហៅ GSP Plus នៅក្នុងយន្តការមួយថ្មីអញ្ចឹងគ្មានអ្វីក្រៅតែពីការប្រប្រាធនធានមនុស្សទេសូមអំពាវនាវឲ្យបងប្អូនដែលមិនទាន់មានជំនាញរៀនទៅយកជំនាញបងប្អូនមិនទាន់ប្រកែ soft skillចាប់យក soft skill ឲ្យបានហើយរុញ soft skill ឲ្យខ្លាំងហើយក៏ត្រូវត្រៀមខ្លួនកុំចេះតែថាយើងប្រើកម្លាំងពលកម្មយើងចាក់ចេញទៅក្រៅប្រទេសកម្ពុជាកំពុងតែពង្រីកសមត្ថភាពចូលទៅកាន់ឧស្សាហកម្ម 4.0 ពេលដែលយើងដើរឧស្សាហកម្ម 4.0 ពេលហ្នឹងប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលផលិតវិស័យឧស្សាហកម្មខ្លាំងអញ្ចឹងទាំងអស់ហ្នឹងគឺត្រូវតែមានការចូលរួមពីសហគ្រាសនិងសហគ្រិនផ្សេងៗហើយក៏ជាការចាំបាច់គឺការចូលរួមពីបុគ្គលិកកម្មករទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរបាទចាជាការពិតអរគុណច្រើនលោកបណ្ឌិតអរគុណច្រើនចាទស្សនិកជនជាទីមេត្រីបន្ទាប់ពីបានស្ដាប់នៅកិច្ចវិភាសាសម្រាប់ប្រធានបទនៅក្នុងថ្ងៃនេះពីកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់នេះខ្ញុំជឿជាក់ថាទស្សនិកជនពិតជាទទួលបានចំណេះដឹងច្រើនមែនទែនហើយយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍និងសារៈសំខាន់នៃជំនាញទុនចាស់ហើយជាមួយគ្នានេះដែរដើម្បីបង្កើនការអភិវឌ្ឍជំនាញទុននៅកម្ពុជាតាមវិស័យនីមួយៗចាំបាច់ទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធនៅក្នុងការបង្កើតជាប្រព័ន្ធអេកូឡូស៊ីជំនាញម្ចាស់ក្រុមហ៊ុនឬក៏រោងចក្រសហគ្រាសដើម្បីធ្វើការសហការជាមួយនឹង SDF ចាស់នេះខ្ញុំចង់បញ្ជាក់ផងដែរថា SDF មិនមែនជាគ្រឹះស្ថានបណ្ដុះបណ្ដាលនោះទេប៉ុន្តែ SDF គឺជាស្ថាប័នអចិន្ត្រៃយ៍ដែលគ្រប់គ្រងដល់ការអភិវឌ្ឍជំនាញនៅកម្ពុជាហើយ SDF ទទួលបានការគ្រប់គ្រងថវិកាពីរាជរដ្ឋាភិបាលធនាគារអភិវឌ្ឍន៍អាស៊ីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនិងធនាគារពិភពលោកចាស់យ៉ាងណាមិញកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់របស់យើងក៏នៅតែមានប្រធានបទផ្សេងៗទៀតដើម្បីលើកយកមកជជែកពិភាក្សាហើយជួបជាមួយនឹងវាគ្មិនកិត្តិយសជាច្រើនរូបទៀតផងដែរចាស់ពីកម្មវិធីនេះខ្ញុំក៏សូមអរគុណចាស់ដល់លោកបណ្ឌិតសាជាថ្មីម្ដងទៀតដែលបានចែករំលែកនៅចំណេះដឹងល្អៗក៏ដូចជាមតិយោបល់នៅក្នុងការត្រិះរិះពិចារណាអំពីជំនាញទុននឹងច្រើនមែនទែនចាស់ពីកម្មវិធីក៏សូមអរគុណនិងសូមជម្រាបលា